បើលោកដូណាល់ត្រាំបានបោះសម្ដីធ្ងន់ធ្ងរទៅកាន់អង្គការ NATO ត្រូវតែចូលរួមនៅក្នុងការបើកច្រកសមុទ្រហូម៉ូសនេះឲ្យបានបើមិនដូច្នោះទេលោកត្រាំនឹងប្រាប់ថាសហរដ្ឋអាមេរិកនឹងមិនជួយអង្គការ NATO នៅពេលដែលមានសង្គ្រាមផ្ទុះឡើងនាពេលអនាគតនោះទេដល់ឡែកនៅខាងប្រទេសថៃឯនេះវិញត្រូវបានរកឃើញថាមានក្រុមឧក្រិដ្ឋកម្មអនឡាញជាប្រព័ន្ធរហូតទៅដល់160ខ្នងឯណោះដែលស្ថិតនៅក្នុងខេត្តសុរិនជាប់នឹងប្រទេសកម្ពុជាកន្លងមកយើងតែងតែឃើញមានជនជាតិថៃជាច្រើនតែងតែចេញមកវាយប្រហារមកលើកម្ពុជាដោយតែងតែ comment ទៅលើផុសនានានៅលើប្រទេសកម្ពុជាដោយតែងតែសរសេរថា Cambodia លក្ខណៈថាគឺជាពាក្យ comment ដែលមើលងាយថាកម្ពុជាគឺជាប្រទេសដែលជំរកនៃពួកឧក្រិដ្ឋកម្មអនឡាញអីចឹងទៅក៏ប៉ុន្តែបងប្អូនអរគ្នានៅដើមឆ្នាំ2026នេះថ្មីចេះតែម្ដងរឿងដ៏អាម៉ាស់មុខបំផុតមួយបានកើតឡើងនៅក្នុងប្រទេសសៀមនេះតែម្ដងគឺក្រុមអាជ្ញាធរសៀមនេះបានចុះទៅបង្ក្រាបវាចូលជាលក្ខណៈអាណាចក្រមួយហើយដោយសារតែមានរហូតទៅដល់160ខ្នងឯណោះនៅក្នុងខេត្តសរិនណានៅចំកណ្ដាលនៃទឹកដីរបស់ប្រទេសថៃនេះតែម្ដងនេះគឺមិនមែនជាការលួចលាក់បើកតាមរយៈផ្ទះតូចតាចអីនោះទេបងប្អូនវាគឺជាការបើកទៅកាន់ផ្ទះល្វែងធំតែម្ដងដែលមានរហូតទៅដល់160ខ្នងឯណោះត្រូវបានរកឃើញនៅក្នុងខេត្តសរិនប្រទេសថៃនេះនៅកន្លែងដែលគេបានរកឃើញនោះគឺមានការរៀបចំដូចជាស្ទូឌីយោលក្ខណៈថារៀបចំធ្វើយ៉ាងម៉េចឯកសារឯកសណ្ឋានមានឯកសារធនាគារឬក៏ឯកសណ្ឋានប៉ូលីសដើម្បីធ្វើជាការពិតដើម្បីបោកបញ្ឆោតទៅកាន់មនុស្សជុំវិញពិភពលោកតែម្ដងនៅក្នុងផ្ទះល្វែងនីមួយៗនោះមានន័យថានៅក្នុងផ្ទះល្វែងទាំងអស់នោះគឺមានសិទ្ធិសឹងតែជារបស់คล้ายៗដើម្បីបោកប្រាស់ទៅកាន់អ្នកដែលត្រូវបានគេបោកប្រាស់តាមអនឡាញនោះនៅក្នុងប្រតិបត្តិការនោះគេក៏បានរកឃើញមានលុយដុល្លារคล้ายៗនិងសម្ភារៈការិយាល័យដែលមើលទៅគួរឲ្យទុកចិត្តដើម្បីយកទៅបោកប្រាស់គេអញ្ចឹងទៅនេះគឺបានបញ្ជាក់ថាឥឡូវនេះប្រទេសថៃនេះក៏បានប្រែក្លាយទៅជាមជ្ឈមណ្ឌលនៃកន្លែងបោកប្រាស់អនឡាញដ៏សម្បើមមួយដែរអញ្ចឹងបានថាចោតទៅកម្ពុជាយើងចេះចោះតាមពិតទៅនៅប្រទេសខ្លួនឯងឯណោះscam អនឡាញសម្បើមជាងកម្ពុជាយើងទៅទៀតទៀតតកតងជាមួយនឹងមូលហេតុថាហេតុអ្វីបានជាគេទើបតែរកឃើញក្រុមscam អនឡាញនេះគឺដោយសារតែខេត្តសុរិនដែលនៅជាប់ប្រទេសកម្ពុជាយើងនេះគឺជាខេត្តដែលប្រទេសថៃនេះគេចាប់ទុកថាជាខេត្តជាដែនជាដីប្រផេះហើយវាគឺជាដីដែលកំពុងតែមានស្ថានភាពអត់ស្រួលជាមួយនឹងកម្ពុជាអញ្ចឹងទៅមិនសូវជាមានសមត្ថកិច្ចអីចុះទៅពិនិត្យនោះទេដែលជាហេតុធ្វើឲ្យក្រុមអក្រិតកម្មអនឡាញនេះពង្រីកខ្លួនកាន់តែធំដោយសារតែគ្មានសមត្ថកិច្ចចុះទៅមើលឲ្យត្រឹមត្រូវអញ្ចឹងទៅក៏បើកពង្រីកខ្លួនកាន់តែធំទៅបោកជាប្រព័ន្ធបោកជាសហគ្រាសជាអាណាចក្រមួយតែម្ដងបងប្អូនណារហូតទៅដល់160ខ្នងនោះគឺមិនធម្មតាទេនេះគឺអាម៉ាស់មុខខ្លាំងមែនតែនសម្រាប់ប្រទេសថៃសម្រាប់ព័ត៌មានមួយនេះអញ្ចឹងបានថាដើរតែចោតដើរតែនិយាយគេនៅប្រទេសខ្លួនឯងនោះរឿងស្អុយគុកជាច្រើនអត់ដែលដឹងខ្លួនឯងទេមួយទៀតយើងងាកមកមើលព័ត៌មាននៅខាងមជ្ឈមប្រទេសវិញតកតងជាមួយនឹងលោកដូណាល់ត្រាំបានបោះពាក្យសម្ដីធ្ងន់ធ្ងរទៅកាន់អង្គការ NATO ដើម្បីឲ្យជួយមកធ្វើការអន្តរាគមន៍ទៅកាន់ច្រកសមុទ្រហូម៉ូសហើយអង្គការ NATO មិនបានជួយនោះទេលោកត្រាំក៏បានបញ្ជាក់ផងដែរថានៅពេលអនាគតបើសិនជាអង្គការ NATO នេះមានការផ្ទុះសង្គ្រាមជាមួយនឹងមហាអំណាចរុស្ស៊ីឬក៏ចិនសហរដ្ឋអាមេរិកនឹងមិនរវីរវល់ជាមួយនឹងអង្គការ NATO ទេចូលមកដល់ថ្ងៃទី16ខែមិនិនាឆ្នាំ2026នេះកម្ដៅនយោបាយរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់កាន់តែកើនឡើងរហូតដល់ប្រធានាធិបតីលោកដូណាល់ត្រាំបានចេញមុខប្រកាសអាសន្ននិងប្រមានចំទៅកាន់សម្ព័ន្ធមិត្តរបស់ខ្លួនជាពិសេសគឺអង្គការ NATO នេះតែម្ដងលោកត្រាំបានលើកឡើងថាបញ្ហានៅច្រកសមុទ្រហូម៉ូសនេះវាមិនមែនជារឿងរបស់សហរដ្ឋអាមេរិកតែម្នាក់ឯងទេវាគឺជារឿងសម្រាប់ពិភពលោកទាំងមូលក៏ព្រោះតែច្រកសមុទ្រនេះគឺជាច្រកសមុទ្រដ៏សំខាន់ដែលបានដឹកជញ្ជូនប្រេងនិងសេដ្ឋកិច្ចដ៏សម្បើមមួយនៅក្នុងពិភពលោកយ៉ាងដែរហើយបើសិនជាច្រកសមុទ្រមួយនេះត្រូវមានការគំរាមកំហែងឬក៏មិនអាចប្រើប្រាស់បានច្បាស់ណាស់នេះវានឹងធ្វើឲ្យពិភពលោកមានការរំគួររំកើតកតងជាមួយនឹងតម្លៃប្រេងអាចនឹងហក់ឡើងអីចឹងទៅលោកដូណាល់ត្រាំបានផ្ដល់បទសម្ភាសន៍កាលពីថ្ងៃទី15ខែមិនិនាដែលលោកបានអះអាងចំថាអង្គការ NATO នេះត្រូវតែចេញមុខជួយទៅកាន់សហរដ្ឋអាមេរិកនៅក្នុងការបើកច្រកសមុទ្រហូម៉ូសនេះឡើងវិញហើយលោកក៏បានបញ្ជាក់ផងដែរថាកន្លងមកសហរដ្ឋអាមេរិកនេះបានចំណាយលុយរាប់ពាន់លានដុល្លារឯណោះដើម្បីជួយការពារអឺរ៉ុបដូចជាសង្គ្រាមអ៊ុយក្រែនជាដើមដោយសហរដ្ឋអាមេរិកនេះបានចំណាយលុយរាប់ពាន់លានដុល្លារដើម្បីជួយហើយសហរដ្ឋអាមេរិកនេះគឺត្រូវការជំនួយតាក់ទងជាមួយនឹងតំបន់មជ្ឈមបូព៌ានេះដើម្បីការពារផ្លូវដឹកជញ្ជូនប្រេងពិភពលោក
ប៉ុន្តែបែរជា NATO នេះมันបានដឹងឬក៏បាទធ្វើជាអើពើអញ្ចឹងទៅហើយលោកត្រាំថែមទាំងបានបញ្ជាក់ទៀតថាប្រសិនបើ NATO មិនបានចូលរួមជាមួយសហរដ្ឋអាមេរិកនោះទេច្រកសមុទ្រនេះមិនអាចបើកបានអង្គការ NATO នៅពេលអនាគតនោះអាចនឹងរងគ្រោះថ្នាក់ផងដែរហើយអាចនិយាយបានថាអាមេរិកអាចនឹងលែងជួយឬក៏លែងអើពើជាមួយនឹងអង្គការ NATO នេះទៀតហើយបាទកន្លែងនេះគឺបាទសហរដ្ឋអាមេរិកគេចេញមុខមកប្រកាសក្តាញ់តែម្ដងតាក់ទងជាមួយនឹងអង្គការ NATO នេះបាទបើសិនជាមិនមានការអន្តរាគមន៍ឬក៏ជួយជាមួយនឹងសហរដ្ឋអាមេរិកនៅក្នុងការបើកច្រកសមុទ្រ Hormuz នេះបានឡើងវិញទេបាទសហរដ្ឋអាមេរិកនឹងមិនជួយអង្គការ NATO នេះទេនៅពេលអនាគតដល់ឡែកបាទលោកត្រាំដែលជាបាទប្រធានាធិបតីសហរដ្ឋអាមេរិកនេះក៏បានស្នើទៅកាន់ភាគីជាច្រើនទៀតមានដូចជាជប៉ុនកូរ៉េខាងត្បូងបាទប្រទេសអង់គ្លេសកាណាដាអីហ្នឹងបាទឥឡូវឃើញថាមានការឆ្លើយតបតាមបែបការទូតក៏ប៉ុន្តែមិនទាន់មានការបញ្ជាក់ណាមួយថាមានការបញ្ជូននាវាដើម្បីមកជួយអន្តរាគមន៍នៅកាន់បាទច្រកសមុទ្រ Hormuz នេះទេបាទព័ត៌មាននេះគឺមានប៉ុណ្ណេះបាទសម្រាប់បងប្អូនថ្មីៗបាទ Subscribe ជើង YouTube ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ